ស៊ីវសៀតអញមើលថៃគេល្អដល់ថ្នាក់នេះផងខ្ញុំនៅកំដរឯងអត់ងុយរយប់គ្រប់មួយខែបានតែ10000យន់ចាំឲ្យអញដោះស្រាយរឿងរ៉ាវត្រកូលហ៊ូលើកនេះរួចរាល់សិនអញក៏មានចំណែកដែរទទួលបញ្ជាលោកម្ចាស់អ្នកប្រុសត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យហើយគ្រូពេទ្យប្រាប់ថាឆ្អឹងរបស់អ្នកប្រុសរងការខូចខាតធ្ងន់ធ្ងរណាស់ខ្លាចតែមិនអាចក្រោកឈរបានទៀតទេឈិនហ្វានវាហ៊ានធ្វើបាបកូនប្រុសតូរបស់ត្រកូលលីយើងផងខ្ញុំត្រូវតែចាត់ការវាឲ្យខានតែបានឲ្យវារស់មិនខុសពីងាប់លោកម្ចាស់កុំអាលវូខ្វើកអីថ្ងៃនេះខ្ញុំបានប្រឡងក្បាច់គុណជាមួយឈិនហ្វានគេវីតែមួយបាតដៃធ្វើឲ្យសរសៃកែងដៃខាងស្ដាំរបស់ខ្ញុំដាច់អស់មើលតាមសមត្ថភាពរបស់គេយ៉ាងហោចណាស់ក៏មានកម្រិតយុទ្ធភ័ណ្ឌលំដាប់ទី5ដែរលំដាប់ទី5ទោះជាលំដាប់ទី5ក៏យ៉ាងណាដែរហ៊ានមករករឿងត្រកូលលីរបស់យើងទោះបីជាមានត្រកូលហ៊ូនៅពីក្រោយបង្អែកក៏ដោយខ្ញុំក៏ត្រូវតែឲ្យវាសងថ្លៃខូចខាតដែលវាបានធ្វើដែរ3ថ្ងៃទៀតប្អូនថ្លៃរបស់ខ្ញុំທາງស៊ីវលីននឹងមកដល់ទីក្រុងលូឆឹងហើយដល់ពេលនោះឲ្យគេជួយចាត់ការឈិនហ្វានទៅលោកម្ចាស់អ្វីដែលលោកមានប្រសាសន៍គឺអ្នកប្រុសທາងស៊ីវលីនមែនទេបាទដោយសារសមត្ថភាពរបស់គេម្នាក់ឯងអាចទប់ទល់មនុស្សកម្រិតលំដាប់ទី5ដល់ទៅ3នាក់បានយ៉ាងនេះដល់ពេលនោះកុំថាឡើយត្រឹមឈិនហ្វៀនម្នាក់ទោះជាត្រកូលហ៊ូជួយការពារវាក៏ដោយក៏មិនអាចរត់រួចពីសេចក្តីស្លាប់ដែរល្អណាស់ឲ្យតែស៊ីវលីនមកដល់ភ្លាមមិនត្រឹមតែត្រូវឲ្យឈិនហ្វានស្លាប់នោះទេតែត្រូវតែធ្វើឲ្យត្រកូលស៊ូវីនីសាលីសាបសូន្យឲ្យតែម្ដងស៊ីវសៀតមានរឿងធំហើយត្រកូលចៅបានរឹបអូសទំនិញរបស់យើងទៅហើយមិនព្រមទូទាត់ប្រាក់ថ្លៃទំនិញតតែសោះពួកគេថែមទាំងនិយាយទៀតថាបើចង់បានលុយគឺត្រូវឲ្យពួកឈិនហ្វានទៅយកដោយផ្ទាល់ខ្លួនឯងចាប់តាំងពីយើងសហការជាមួយត្រកូលហ៊ូមកត្រកូលចៅក៏ចាប់ផ្ដើមធ្វើបាបយើងភ្លាមវាប្រហារត្រកូលលីភ្លាមលើកនេះពួកគេប្រកាសជាសម្ដៅលើឈិនហ្វានមិនខានសៀវស្វាបើមិនអញ្ចឹងទេឲ្យឈិនហ្វានទៅចាត់ការទៅស្នាដៃគេមិនអន់ទេមនុស្សរបស់ត្រកូលចៅប៉ុណ្ណឹងមិនអាចធ្វើអ្វីគេបានទេមិនបានទេក្នុងពេលដែលពួកគេហ៊ានយកលុយថ្លៃទំនិញធ្វើជានុយនោះមានន័យថាបានរៀបចំទុកដាក់យ៉ាងល្អហើយព្រមគ្រប់ជ្រុងជ្រោយទាំងអស់ចុះត្រូវធ្វើម៉េចទៅពេលនេះយើងកំពុងសហការជាមួយត្រកូលហូលុយថ្លៃទំនិញរបស់ត្រកូលចៅ5លានយន់សំខាន់ចំពោះយើងខ្លាំងណាស់អញចុះទៅមុនចុះខ្ញុំសុំគិតរកវិធីសិនចាស់បន្ទាប់ពីថ្ងៃនោះមកស៊ូម៉ានស្វាធ្លាប់បង្ហាញខ្លួនខ្សែក្រហមនៃវាសនាម្ដងបន្ទាប់ពីពេលនោះមកក៏មិនដែលបង្ហាញខ្លួនទៀតដែរនេះវាដោយសារតែអ្វីទៅអូយឈិនហ្វានមិនធ្វើបានទេហើយរង្វាន់នឹងកើនឡើងទ្វេដងអីគេនឹងប្រញាប់រៀបចំឡានភ្លាមទៅខ្ញុំត្រូវទៅត្រកូលចៅចាសលោកប៉ាខ្ញុំបានលមុខថាលោកតាលីមិនមែនជាគូប្រកួតរបស់ឈឿនហ្វានឡើយតើយើងពិតជាត្រូវលោកដៃចូលជួយត្រកូលលីដើម្បីប្រឈមមុខនឹងឈឿនហ្វានមែនទេអើយដែលយើងសហការជាមួយត្រកូលលីក៏ព្រោះតែផលប្រយោជន៍នៅពីក្រោយគេនិងធនធានរបស់ត្រកូលថាំងនៅប៉េកាំងខ្ញុំបានណាត់ທາງស៊ីវលីនរួចហើយគេជិតមកដល់ឥឡូវហើយឲ្យតែយើងអាចចាប់ដៃគ្នាបានមិនត្រឹមតែក្រុងលោកឈឹងទេសូម្បីតែទីផ្សារភាគខាងជើងទាំងមូលក៏នឹងក្លាយជារបស់ត្រកូលចៅយើងដែរត្រកូលថាំងនោះជាត្រកូលលេខ1នៅប៉េកាំងបើយើងអាចរាប់អានបានច្បាស់ជាលោតផ្លោះដូចមានស្លាប់មិនខានលោកប៉ាពិតជាមើលឃើញវែងឆ្ងាយមែនហាខ្ញុំគឺឈឿនហ្វានមកពីស៊ូស៊ីគ្រប់មកប្រមូលលុយថ្លៃទំនិញអញគឺឈឿនហ្វានមែនទេលោកប្រធានត្រកូលលីធ្លាប់និយាយថាឲ្យតែចាប់អញបានកុំថាឡើយត្រឹមលុយថ្លៃទំនិញសូម្បីតែស៊ូស៊ីគ្រប់ទាំងមូលក៏នឹងក្លាយជារបស់ត្រកូលចៅយើងដែរនិយាយបែបនេះមានន័យថាលោកប្រធានត្រកូលចៅមិនគិតចង់បង់លុយថ្លៃទំនិញទេមែនទេបើមិនបង់តើអញអាចធ្វើអ្វីបាននេះជាទឹកដីត្រកូលចៅទោះឯងមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយក៏កុំសង្ឃឹមថាយកលុយទៅបានសូម្បីតែមួយកាក់ចង់មកទាលុយពីខ្ញុំផងឯងមិនទាន់សមល្មមទេគិតចង់បោកលុយមែនទេត្រកូលចៅរបស់ឯងក៏មិនទាន់សមល្មមដែរហើយរង្វាន់ចុះបើបូករួមទាំងខ្ញុំទៀតចុះត្រកូលថាំងនៃទីក្រុងប៉េកាំងវិញអីចឹងឯងឈ្មោះឈិនហ្វានមែនទេគ្រាន់តែជាអង្គរៈតូចតាចម្នាក់សោះហ៊ានណាស់ផងជើងនឹងដៃរបស់លីពេវក្មួយប្រុសរបស់ខ្ញុំក៏ត្រូវបានឯងវាយឲ្យបាក់ដែរខ្ញុំគិតថាពួកឯងប្រហែលជាធុញនឹងរស់ហើយសម្រុកចូលទៅចាំបន្តិចឈិនហ្វានឯងមិនអីទេត្រូវទេលោកស្រីស៊ូលេខាលីហេតុអ្វីបានជាពួកអ្នកមកទីនេះរឿងថ្ងៃនេះគឺជាគម្រោងការរួមគ្នារបស់ត្រកូលចៅនិងត្រកូលលីខ្ញុំបានឬជីងនិយាយថាឯងមកទីនេះម្នាក់ឯងព្រោះខ្លាចឯងខាត់បងចាញ់ប្រៀបគេលោកស្រីស៊ូសម្រស់ស្អាតលើសលប់លិចក្រុងលិចប្រទេសក៏មិនចម្លែកដែរដែលលីពេវក្មួយប្រុសរបស់ខ្ញុំធ្វើល្អដាក់អ្នកដល់ថ្នាក់នេះរងចាំខ្ញុំចាត់ការឈិនហ្វានរួចសិនពួកយើងនឹងមានពេលជែកគ្នាលេងឲ្យសប្បាយចិត្តឯងថោកទាបគ្មានការអៀនខ្មាស់ទោះបីជាឯងជាមនុស្សរបស់ត្រកូលថាំងនៃទីក្រុងប៉េកាំងក៏ខ្ញុំមិនព្រមឲ្យឯងប៉ះពាល់ឈិនហ្វានដែរពេលនេះទៅហើយតើមានមនុស្សស្រីឯណាមកឈររងពីមុខមនុស្សប្រុសបែបនេះនោះ
ល្បិចក៏កំពេចកំពកសោះមិននឹកស្មានថាឯងនៅមានសមត្ថភាពខ្លះដែរល្មមតែខ្ញុំមិនបានពុតសរសៃពួរយូរហើយថ្ងៃនេះសូមសាកដៃជាមួយឯងបន្តិចចុះប៉ុន្តែវាគ្រាន់តែជាការយកពងមាន់ទៅចូលនឹងថ្មប៉ុណ្ណោះប្រហែលណាស់